លោកគ្រូតើខាង department មានអត្ថប្រយោជន៍អ្វីខ្លះដើម្បីផ្ដល់ជូនដល់និស្សិតលោកគ្រូបាទតកតទៅនឹងអត្ថប្រយោជន៍ហ្នឹងទីមួយយើងអាចនិយាយបានថាទៅលើអាហារូបករណ៍អញ្ចឹងអាហារូបករណ៍ហ្នឹងគឺស្ថាប័នរដ្ឋយើងអាចទទួលបានតាមរយៈក្រសួងអប់រំផ្ទាល់ហ្នឹងគឺជាអត្ថប្រយោជន៍ដែលគាត់បង្រៀនជំនាញយើងហើយអត្ថប្រយោជន៍មួយទៀតហ្នឹងគឺការគ្រប់គ្រងពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គាត់តែងតែឲ្យអាទិភាពសម្រាប់និស្សិតដែលចង់រៀនបច្ចេកវិទ្យាអឺ digital មានខ្ញុំ digital អញ្ចឹងនិស្សិតអាចគាត់អាចប្រឡងដើម្បីយកអាហារូបករណ៍ក្នុងការសិក្សានៅទីនេះដោយឥតគិតថ្លៃអញ្ចឹងគាត់ធ្វើការប្រឡងនៅតាមក្រសួងហើយមួយទៀតអត្ថប្រយោជន៍មួយទៀតបើសិនជាគាត់ចង់រៀនជំនាញនេះគាត់អាចមានអាទិភាពមួយទៀតគឺកម្ចីដោយការប្រាក់ពីក្រសួងដែរអានេះគឺជាអត្ថប្រយោជន៍ហើយអានេះចំពោះអាហារូបករណ៍អញ្ចឹងចំពោះសិស្សដែលរៀនអញ្ចឹងអត្ថប្រយោជន៍ដែលគាត់កំពុងរៀនហ្នឹងគឺយើងបានផ្ដល់ជាទីមួយគឺមានន័យថាអាចឲ្យសិស្សហ្នឹងពង្រឹងជំនាញពួកគាត់ដោយហៅឬក៏ដោយដឹកនាំពួកគាត់ទៅកាន់រោងចក្រផ្សេងៗនេះដើម្បីមើលពីការធ្វើការងារផ្ទាល់អាហ្នឹងគឺថាប្រយោជន៍ដើម្បីឲ្យគាត់បង្កើននៅចំណេះដឹងពួកគាត់ហើយគាត់ដឹងថាទិសដៅពួកគាត់គួរធ្វើអីអញ្ចឹងហើយចំណុចមួយទៀតនោះគឺតកតនឹងការចុះហាត់ការអញ្ចឹងរៀងរាល់ឆ្នាំគឺតែងតែមានការចុះហាត់ការកំឡុងឆ្នាំទី3ចូលឆ្នាំទី4ហើយនៅឆ្នាំទី4ផ្ទាល់នៅក្នុងឆមាសទី1ទី2ហ្នឹងគឺនិស្សិតគាត់អាចមានឱកាសចុះទៅហាត់ការនៅតាមក្រុមហ៊ុនឬក៏រោងចក្រផ្សេងៗដែលមានទំនាក់ទំនងជាមួយនឹង department តែម្ដងអាហ្នឹងគឺជាអត្ថប្រយោជន៍ពួកគាត់ហើយអត្ថប្រយោជន៍មួយទៀតហ្នឹងគឺគាត់មានឱកាសដើម្បីទៅសិក្សាបន្តនៅប្រទេសដែលជានៅសាលានៅបរទេសដែលជាសាលាដៃគូដៃគូរបស់ department អញ្ចឹងនិស្សិតតាំងពីជំនាន់ទី1ទី2ទី3មកគឺគាត់នឹងទទួលបានអាហារូបករណ៍តាមរយៈscholarship ដែលគ្រូផ្ដល់ឲ្យផ្ទាល់និងការធ្វើជួយជំរុញពួកគាត់ឲ្យដាក់ scholarship បានជោគជ័យទៅសិក្សាយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬក៏ថ្នាក់បណ្ឌិតដែលតាក់ទងនឹងជំនាញនៅក្នុង department ផ្ទាល់តែម្ដងចាលោកគ្រូ